ការគ្រប់គ្រងគ្រូបង្រៀនគឺជាអាទិភាពចម្បងមួយរបស់ក្រសួងអប់រំយុវជននិងកីឡាក្នុងការកែលម្អគុណភាពនៃការបង្រៀននិងរៀនស្របទៅតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំនិងក្របខ័ណ្ឌផែនការសកម្មភាពគោលនយោបាយអភិវឌ្ឍជាប្រចាំគោលដៅនៃដំណើរការប្រឹក្សាគរុកោសល្យគឺពង្រីកសក្តានុពលរបស់គ្រូបង្រៀនជាអតិបរមានៅក្នុងសហគមន៍អ្នកសិក្សាវិជ្ជាជីវៈសម្រាប់រយៈពេលវែងនិងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំអ្វីដែលគួរឲ្យកត់សម្គាល់តាមរយៈការសិក្សាស្រាវជ្រាវអប់រំជាសកលបានបង្ហាញថាការប្រឹក្សាគរុកោសល្យមានទំនាក់ទំនងជាវិជ្ជមានដល់លទ្ធផលនៃការសិក្សារបស់សិស្សសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ការទស្សនាវីដេអូស្ដីអំពីកិច្ចសន្ទនាការផ្ដល់ព័ត៌មានត្រឡប់រវាងទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀនជាមួយនឹងគ្រូឈរថ្នាក់វីដេអូនេះត្រូវបានបង្កើតឡើងដើម្បីជាជំនួយទៅដល់លោកគ្រូអ្នកគ្រូដែលជាទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀននិងគ្រូឈរថ្នាក់នៅក្នុងការស្វែងយល់និងដើម្បីជំរុញឲ្យកាន់តែប្រសើរឡើងនៅការអនុវត្តកិច្ចសន្ទនាផ្ដល់ព័ត៌មានត្រឡប់អ្នកផ្ដល់ប្រឹក្សាគរុកោសល្យផ្ដល់នូវមតិយោបល់និងការណែនាំបែបស្ថាបនាសម្ដៅអភិវឌ្ឍបំណិននិងវិជ្ជាជីវៈដោយប្រើប្រាស់ជំហានទាំង6នៃការផ្ដល់ព័ត៌មានត្រឡប់នៅបំណិនជាក់លាក់មួយចំនួនជាទូទៅការផ្ដល់ព័ត៌មានត្រឡប់អាចចំណាយពេលចន្លោះពី10ទៅ20នាទីការផ្ដល់ព័ត៌មានត្រឡប់ត្រូវគោរពនូវគោលការណ៍មួយចំនួនដូចជាគោរពគ្នាទៅវិញទៅមកទាំងពាក្យសម្ដីកាយវិការនិងសកម្មភាពផ្ដល់ព័ត៌មានត្រឡប់ដោយជាក់លាក់និងស្មោះត្រង់និយាយអំពីអ្វីដែលបានកើតឡើងនៅក្នុងពេលសង្កេតនិងជៀសវាងនឹងការវិនិច្ឆ័យរក្សាទុកនូវការសម្ងាត់នៅក្នុងពេលពិភាក្សាយកចិត្តទុកដាក់ទៅលើការរៀនសូត្រជាមួយគ្នាអំពីការបង្រៀននិងរៀនមុននឹងទៅស្វែងយល់លម្អិតនៅជំហាននីមួយៗយើងទៅស្គាល់ទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀននិងគ្រូឈរថ្នាក់ដែលនឹងចូលរួមនៅក្នុងកិច្ចសន្ទនាផ្ដល់ព័ត៌មានត្រឡប់នៅក្នុងវីដេអូនេះខ្ញុំរំពឹងថាកិច្ចសន្ទនាផ្ដល់ព័ត៌មានត្រឡប់របស់ខ្ញុំនឹងចូលរួមចំណែកឲ្យគ្រូឈរថ្នាក់បង្រៀនឲ្យបានកាន់តែប្រសើរឡើងខ្ញុំរំពឹងថាកិច្ចសន្ទនានៃការផ្ដល់ព័ត៌មានត្រឡប់នេះនឹងជួយឲ្យការបង្រៀនរបស់ខ្ញុំកាន់តែល្អប្រសើរឡើងដើម្បីធានាបានថាសិស្សគ្រប់រូបមានភាពសប្បាយរីករាយក្នុងសកម្មភាពរៀននិងបង្រៀនរបស់ខ្ញុំព្រមទាំងសម្រេចបាននូវវត្ថុបំណងមេរៀនជាពិសេសលទ្ធផលសិក្សារបស់សិស្សនឹងមានការកើនឡើងគោលបំណងនៃជំហានទី1នេះគឺដើម្បីបង្កើតភាពកក់ក្ដៅបង្កើតនៅបរិយាកាសស្និទ្ធស្នាលដើម្បីឈានទៅរកការកសាងទំនុកចិត្តរវាងអ្នកផ្ដល់និងអ្នកទទួលការប្រឹក្សាគរុកោសល្យព្រមទាំងបង្ហាញអំពីគោលបំណងនៃកិច្ចសន្ទនាផ្ដល់ព័ត៌មានត្រឡប់ផងដែរឥឡូវនេះយើងទៅទស្សនាការសន្ទនាជំហានទី1នៃការផ្ដល់ព័ត៌មានត្រឡប់រវាងទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀននិងគ្រូឈរថ្នាក់ជម្រាបសួរអ្នកគ្រូចាជម្រាបសួរអ្នកគ្រូសុខសប្បាយជាទេហើយថ្ងៃនេះឃើញមុខអ្នកគ្រូដូចជាស្រស់ស្រាយដល់ហើយអ្នកគ្រូចាខ្ញុំសុខសប្បាយជាធម្មតាទេអ្នកគ្រូអរគុណច្រើនអ្នកគ្រូហើយតើមានអារម្មណ៍ថានឿយហត់ក្នុងការបង្រៀនទេថ្ងៃនេះហើយអារម្មណ៍ឥឡូវយ៉ាងណាដែរអ្នកគ្រូចាมันមានអ្វីនឿយហត់ទេអ្នកគ្រូដោយសារជាធម្មតាការបង្រៀនក្មេងគឺអស់តែប៉ុណ្្នឹងអ្នកគ្រូចាហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានជួបជាមួយនឹងអ្នកគ្រូចាថ្ងៃនេះខ្ញុំក៏រីករាយដែរដែលបានជួបអ្នកគ្រូហើយយើងនឹងបានជួបជជែកគ្នាស្វែងរកវិធីសាស្ត្របង្រៀនឲ្យកាន់តែប្រសើរឡើងនៅពេលខាងមុខទៀតអ្នកគ្រូជាបន្តទៅទៀតសូមទស្សនានៅជំហានទី2ដែលបង្ហាញអំពីចំណាប់អារម្មណ៍របស់អ្នកទទួលប្រឹក្សាគរុកោសល្យទៅលើលទ្ធផលនៃការបង្រៀននៅក្នុងជំហាននេះអ្នកផ្ដល់ប្រឹក្សាគរុកោសល្យឲ្យអ្នកទទួលប្រឹក្សាគរុកោសល្យឆ្លុះបញ្ចាំងទៅលើការបង្រៀននិងរៀនរបស់ពួកគាត់ដោយបង្ហាញទាំងអ្វីដែលពួកគាត់ពេញចិត្តនិងអ្វីដែលពួកគាត់ធ្វើមិនបានល្អតែចំណុចអ្វីខ្លះដែលអ្នកគ្រូពេញចិត្តក្នុងការបង្រៀនរបស់អ្នកគ្រូចាចំណុចដែលខ្ញុំគិតថាពេញចិត្តគឺខ្ញុំបានព្យាយាមក្នុងការបង្រៀនសិស្សតកតងជាមួយនឹងប្រភេទតូចជាមួយឯកតាតាមរយៈការរៀបចំកិច្ចតែងការបង្រៀននិងការត្រៀមសម្ភារៈក្នុងការបង្រៀនសិស្សអ្នកគ្រូចាអញ្ចឹងតើអ្នកគ្រូយល់ថាការបង្រៀនរបស់អ្នកគ្រូនេះឆ្លើយតបនឹងវត្ថុបំណងដែលអ្នកគ្រូបានគ្រូទុកហើយឬនៅចាស់អ្នកគ្រូខ្ញុំគិតថាតាមរយៈនៃការបង្រៀនរបស់ខ្ញុំមុននេះខ្ញុំឃើញថាសិស្សភាគច្រើនគឺគាត់បានយល់ពីសញ្ញាណនៃប្រភេទតូចជាងមួយឯកតានិងកំណត់បានថាប្រភេទមួយណាជាប្រភេទតូចជាងមួយឯកតាអ្នកគ្រូក៏ប៉ុន្តែនៅមានសិស្សមួយចំនួនតូចដែលគាត់នៅមិនទាន់យល់ច្បាស់នៅឡើយបានន័យថាគាត់នៅរៀនសពិចសពិលខ្លះដែរអ្នកគ្រូ
តើអ្នកគ្រូគិតថាចំណុចណាខ្លះដែលអ្នកគ្រូធ្វើបានល្អអ្នកគ្រូ ចាអ្នកគ្រូខ្ញុំគិតថាចំណុចដែលខ្ញុំធ្វើបានល្អគឺខ្ញុំបានលើកឡើងសម្ភារៈដែលមានទំហំធំល្មមដែលអាចឲ្យសិស្សមើលឃើញច្បាស់អ្នកគ្រូហើយសម្ភារៈដែលលើកឡើងនៅលើក្តារខៀនហ្នឹងគឺតាមលំដាប់លំដោយដែលអាចឲ្យសិស្សកសាងបញ្ញត្តិបានត្រឹមត្រូវអ្នកគ្រូ អញ្ចឹងតើចំណុចណាខ្លះដែលអ្នកគ្រូគិតថាយកមកកែលម្អសម្រាប់ការបង្រៀនលើកក្រោយ ខ្ញុំសង្កេតឃើញថាសិស្សរបស់ខ្ញុំមួយចំនួនតូចគឺគាត់ឧស្សាហ៍ចេញទៅក្រៅថ្នាក់ហើយខ្លះទៀតគឺគាត់មករៀនយឺតដែលធ្វើឲ្យគាត់ចាប់ខ្លឹមសារមេរៀនមិនសូវបានល្អអ្នកគ្រូ ចូលមកដល់ជំហានទី 3 នេះគឺជាការផ្ដល់ព័ត៌មានត្រឡប់របស់អ្នកផ្ដល់ប្រឹក្សាគរុកុសលដោយផ្អែកទៅលើការសង្កេតនិងការបកស្រាយចំពោះអ្វីដែលបានសង្កេតនោះអ្នកផ្ដល់ប្រឹក្សាគរុកុសលក៏បីយកចិត្តទុកដាក់ទៅលើការផ្ដល់មតិកែលម្អដោយចាប់ផ្ដើមពីការលើកឡើងនៅចំណុចវិជ្ជមានដែលបានច្រើនមុននឹងចូលទៅដល់អ្វីដែលត្រូវកែលម្អនិងបិទបញ្ចប់ទៅវិញជាមួយនឹងការលើកឡើងនៅចំណុចវិជ្ជមានបន្ថែមទៀត ខ្ញុំមើលឃើញថាអ្នកគ្រូខិតខំយកចិត្តទុកដាក់ធ្វើកិច្ចតែងការបានយ៉ាងល្អទៅតាមសៀវភៅណែនាំគ្រូហើយរៀបចំសម្ភារៈមានការតាក់ទាញផាត់ពណ៌នៅលើរង្វង់ប្រភេទហើយម្យ៉ាងទៀតនោះចំណុចដែលធ្វើឲ្យខ្ញុំនឹងរៀនសូត្រតាមអ្នកគ្រូនោះគឺការប្រើប្រាស់សម្ភារៈនឹងមានភាពបត់បែនចាហើយមានភាពប៉ិនប្រសប់ដោយលើកយកប្រភេទដែលមានភាពបែកមុនដល់ទៅ3ដើម្បីយកមកឲ្យសិស្សធ្វើការសន្និដ្ឋានយ៉ាងណាមិញខ្ញុំសង្កេតឃើញថាចំពោះសិស្សមួយចំនួនដែលចេញក្រៅឬក៏មកយឺតធ្វើឲ្យពួកគេមិនអាចយល់ខ្លឹមសារមេរៀននោះបាននោះទេខ្ញុំពេញចិត្តចំពោះការរៀបចំនិងប្រើប្រាស់សម្ភារៈនឹងបានល្អគួរសមហើយដោយឡែកខ្ញុំយល់ថាសិស្សគួរតែមានឱកាសដើម្បីប្រើប្រាស់សម្ភារៈធ្វើការជាដៃគូឬជាក្រុមដើម្បីឲ្យពួកគេបានអនុវត្តផ្ទាល់ ឥឡូវនេះសូមទស្សនានៅជំហានទី 4 ដែលជាការផ្ដល់ឱកាសឲ្យអ្នកទទួលការប្រឹក្សាគរុកុសលបញ្ចេញនូវមតិយោបល់ចំពោះអ្វីដែលបានលើកឡើងអ្នកផ្ដល់ប្រឹក្សាគរុកុសលទុកឱកាសឲ្យអ្នកទទួលប្រឹក្សាគរុកុសលបានឆ្លើយតបទៅនឹងការបកស្រាយរបស់គាត់ក្នុងន័យឈានទៅដល់ការផ្លាស់ប្ដូរមតិយោបល់គ្នាដើម្បីត្រៀមគំនិតនៅក្នុងការបន្តពិភាក្សានិងរកដំណោះស្រាយនៅជំហានបន្ទាប់ តើអ្នកគ្រូយល់យ៉ាងណាចំពោះយោបល់របស់ខ្ញុំចាតើមានចំណុចណាខ្លះដែលអ្នកគ្រូយល់ស្របហើយចំណុចណាខ្លះដែលអ្នកគ្រូមិនយល់ស្រប ចាសូមអរគុណចំពោះមតិយោបល់របស់អ្នកគ្រូខ្ញុំយល់ស្របនឹងអ្វីដែលអ្នកគ្រូបានលើកឡើងខ្ញុំគិតថាការផ្ដល់ឱកាសស្មើគ្នាក្នុងការចូលរួមនៅអំឡុងពេលរៀនហ្នឹងគឺធ្វើឲ្យគាត់នឹងមានភាពសកម្មហើយខ្ញុំគិតថាការផ្ដល់សម្ភារៈដើម្បីឲ្យសិស្សបានអនុវត្តជាដៃគូឬក៏ក្រុមនឹងធ្វើឲ្យគាត់នឹងមានបានន័យថាចេះពិភាក្សាគ្នានិងជួយគ្នាទៅវិញទៅមកបានកាន់តែល្អប្រសើរអ្នកគ្រូប៉ុន្តែសម្រាប់ការគ្រប់គ្រងសិស្សនៅពេលចេញចូលក្រៅថ្នាក់ក្នុងអំឡុងពេលបង្រៀនហ្នឹងគឺខ្ញុំមានចំណុចផ្សេងពីអ្នកគ្រូបន្តិចបន្តួចដែរអ្នកគ្រូចាអញ្ចឹងតើអ្នកគ្រូយល់យ៉ាងណាវិញចាចាបើតាមបទពិសោធន៍របស់ខ្ញុំដែលបង្រៀនកន្លងមកខ្ញុំគិតថាសិស្សដែលគាត់ចេញចូលក្រៅថ្នាក់គឺដោយសារតែគាត់មានបញ្ហាតាក់ទងជាមួយសុខភាពរបស់គាត់អ្នកគ្រូប្រកបណាស់ខ្ញុំគិតថាការដែលគាត់ចេញចូលក្រៅថ្នាក់នឹងធ្វើឲ្យប៉ះពាល់ទៅដល់ម៉ោងរៀនរបស់គាត់ប៉ុន្តែខ្ញុំធ្វើយ៉ាងណាឲ្យការរៀននិងបង្រៀននឹងនៅតែមានប្រសិទ្ធភាពដដែលតាមរយៈការជួយគ្រប់គ្រងនៅពេលដែលគាត់ត្រឡប់មកវិញក្នុងអំឡុងពេលរៀនហ្នឹងឬក៏ពេលចេញលេង ចាខ្ញុំយល់នៅអ្វីដែលអ្នកគ្រូបានពន្យល់អ្នកគ្រូមានចំណុចសម្គាល់ត្រឹមត្រូវដែលបង្ហាញពីបរិបទថ្នាក់រៀនរបស់អ្នកគ្រូខ្ញុំយល់ស្របចំពោះអ្វីដែលអ្នកគ្រូបានលើកឡើងប្រហែលជាជំហានបន្ទាប់យើងនឹងពិភាក្សាគ្នាអំពីការបង្កើតគោលការណ៍ថ្នាក់រៀនឬដំណោះស្រាយសមរម្យសម្រាប់សិស្សចេញក្រៅឬមកយឺតដោយមិនប៉ះពាល់ដល់ការរៀនសូត្ររបស់សិស្សដទៃចា៎ ជំហានទី 5 ការពិភាក្សាគ្នាដើម្បីរកមធ្យោបាយនៅក្នុងការកែលម្អលទ្ធផលសម្រាប់អនុវត្តលើកក្រោយចូលមកដល់ជំហាននេះអ្នកផ្ដល់ប្រឹក្សាគរុកុសលត្រូវសង្ខេបនៅចំណុចដែលត្រូវកែលម្អដើម្បីពិភាក្សានិងរកដំណោះស្រាយ ខ្ញុំសង្ខេបបានចំណុចមួយចំនួនដែលអាចយកមកកែលម្អបាននោះគឺការប្រើប្រាស់សម្ភារៈឲ្យបានគ្រប់គ្រាន់ហើយមានប្រសិទ្ធភាពដើម្បីយកមកកសាងបញ្ញត្តិជួយសិស្សរៀនយឺតដោយឲ្យសិស្សធ្វើការជាដៃគូហើយអាចឲ្យគ្រូនឹងបានវាយតម្លៃនិងជួយសិស្សបានទាន់ពេលវេលាការគ្រប់គ្រងសិស្ស
មកយឺតនិងសិស្សចេញចូលបន្ទប់ទឹកញឹកញាប់ឬច្រើនអ្នកចាអ្នកគ្រូលើកក្រោយអ្នកគ្រូអាចសាកល្បងប្រើប្រាស់សម្ភារៈបន្ថែមនិងប្រើប្រាស់បានរូបភាពសិស្សដើម្បីឲ្យពួកគេចេញចូលបន្ទប់ទឹកបានដែរទេអ្នកគ្រូចាខ្ញុំគិតថាវាជាវិធីសាស្ត្រដ៏ល្អនិងអាចអនុវត្តបានអ្នកគ្រូខ្ញុំនឹងរៀបចំសម្ភារៈដើម្បីឲ្យសិស្សបានអនុវត្តជាដៃគូក្នុងការទាញវិធានឲ្យបានកាន់តែច្បាស់អ្នកគ្រូហើយសម្ភារៈទាំងអស់នោះអាចជាការបត់ក្តារផាត់ពណ៌ឬដើម្បីបង្កើតបានជាប្រភេទតូចជាមួយឯកតាផ្សេងទៀតឧទាហរណ៍ថាប្រភេទ4លើ6ប្រភេទ2លើ5ឬក៏ប្រភេទ3លើ8ជាដើមអ្នកគ្រូហើយលើសពីនេះទៅទៀតក្នុងអំឡុងពេលដែលសិស្សពិភាក្សាជាដៃគូគ្រូអាចវិយតម្លៃនិងជួយសិស្សរៀនយឺតបានទាន់ពេលវេលាអ្នកគ្រូចាពិតជាល្អណាស់អ្នកគ្រូចុះការបង្កើតគោលការណ៍ថ្នាក់រៀនវិញចាអ្នកគ្រូគិតយ៉ាងណាដែរអ្នកគ្រូចាចំពោះគោលការណ៍ថ្នាក់រៀនដោយប្រើបានសិស្សបានរូបភាពអ្នកគ្រូក្នុងការកំណត់ចំនួនសិស្សដែលគាត់ចេញទៅបន្ទប់ទឹកគឺខ្ញុំអនុញ្ញាតឲ្យសិស្សចេញទៅ2នាក់ហើយដោយឲ្យគាត់នឹងយករូបភាពទៅបិទនៅលើក្តារខៀននេះគ្រូហើយនៅពេលដែលពួកគាត់ទាំង2នាក់ត្រឡប់មកវិញគឺគាត់ត្រូវយករូបភាពដែលគាត់បិទនឹងដាក់នៅកន្លែងដើមវិញទៅយើងអនុញ្ញាតឲ្យសិស្ស2នាក់ផ្សេងទៀតចេញទៅបន្តបានគ្រូចាក្នុងករណីសិស្សមានបញ្ហាចាំបាច់តាក់ទងជាមួយនឹងសុខភាពគឺយើងអនុញ្ញាតឲ្យសិស្សចេញទៅក្រៅលើសពី2នាក់បានដែរនេះគ្រូចាអូអ្នកគ្រូពិតជាគិតបានល្អិតល្អន់មែនជាពិសេសពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់កុមារក្រៅពីគោលការណ៍ថ្នាក់រៀនអ្នកគ្រូប្រហែលជាអាចសាកល្បងកត់សម្គាល់និងសួររកហេតុផលករណីសិស្សដែលសុំចេញញឹកញាប់ចាលើសពីនេះទៀតអ្នកគ្រូអាចជួបជាមួយអាណាព្យាបាលរបស់ពួកគេដើម្បីពិភាក្សារកដំណោះស្រាយសម្រាប់សិស្សមកយឺតដោយសួររកហេតុផលនិងលើកទឹកចិត្តឲ្យពួកគេបានមករៀនទាន់ពេលចាខ្ញុំនឹងចាប់ដើមអនុវត្តសាកល្បងនៅក្នុងម៉ោងបន្ទាប់ជាមុនសិននិងតាមដានលទ្ធផលនោះអ្នកគ្រូជំហានទី6ដែលជាជំហានចុងក្រោយគឺជាការបូកសរុបដោយការសួរសំណួរនិងកំណត់ពេលដើម្បីជួបលើកក្រោយអ្នកផ្ដល់ប្រឹក្សាគរុកោសល្យឲ្យអ្នកទទួលប្រឹក្សាគរុកោសល្យសង្ខេបនៅអ្វីដែលត្រូវអនុវត្តដើម្បីយកទៅកែលម្អគាត់ផ្ដល់ឱកាសឲ្យអ្នកទទួលប្រឹក្សាគរុកោសល្យសួរប្រសិនបើគេមានសំណួរបន្ថែមនិងសួរទៅកាន់អ្នកទទួលប្រឹក្សាគរុកោសល្យថាតើគេពេញចិត្តនឹងការផ្ដល់ព័ត៌មានត្រឡប់នេះឬទេតើអ្នកគ្រូអាចសង្ខេបអំពីអ្វីដែលយើងបានពិភាក្សាគ្នានៅថ្ងៃនេះបានទេអ្នកគ្រូចាស់បានអ្នកគ្រូខ្ញុំនឹងព្យាយាមចាត់ចែងសម្ភារៈដើម្បីឲ្យសិស្សបានអនុវត្តជាដៃគូគ្រប់គ្រងសិស្សចេញចូលដោយប្រើបានរូបភាពនិងពិចារណាផ្លាស់ប្ដូរវិធីដោះស្រាយចំពោះសិស្សដែលមករៀនយឺតតាមរយៈសួររកហេតុផលនិងលើកទឹកចិត្តទៅកាន់ពួកគាត់ចាអរគុណតើអ្នកគ្រូមានសំណួរឬក៏មតិយោបល់អ្វីបន្ថែមទៀតទេចាស់អ្នកគ្រូខ្ញុំមិនមានសំណួរអ្វីទេអ្នកគ្រូខ្ញុំគិតថាព័ត៌មានដែលខ្ញុំទទួលបាននៅថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់កែលម្អការបង្រៀនរបស់ខ្ញុំអ្នកគ្រូចាល្អណាស់តើអ្នកគ្រូពេញចិត្តនឹងការសន្ទនាផ្ដល់ព័ត៌មានត្រឡប់នេះទេចាខ្ញុំពេញចិត្តណាស់អ្នកគ្រូខ្ញុំសង្ឃឹមថាអ្នកគ្រូនឹងផ្ដល់ការណែនាំដល់ខ្ញុំបែបនេះជាបន្តបន្ទាប់ទៀតអ្នកគ្រូចាលើកក្រោយយើងនឹងណាត់ជួបគ្នាម្ដងទៀតដើម្បីពិនិត្យមើលលទ្ធផលនៃការសាកល្បងដំណោះស្រាយថ្មីតើវាប្រែប្រួលយ៉ាងណាតើយើងអាចណាត់ជួបគ្នាតាមផែនការដែលបានគ្រូទុកបានដែរឬទេអ្នកគ្រូចាពិតជាបានអ្នកគ្រូចាំជួបគ្នានៅថ្ងៃនោះអ្នកគ្រូចាអរគុណច្រើនជម្រាបលាចាជម្រាបលាអ្នកគ្រូជម្រាបលាលោកគ្រូចាជម្រាបលាលោកគ្រូចាប់បន្ទាប់ពីបានទស្សនានិងស្វែងយល់អំពីជំហានទាំង6នៃកិច្ចសន្ទនាផ្ដល់ព័ត៌មានត្រឡប់រវាងទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀននិងគ្រូឈរថ្នាក់រួចមកយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាវីដេអូមួយនេះនឹងក្លាយទៅជាធនធានដ៏មានអត្ថប្រយោជន៍នៅក្នុងការពង្រឹងសមត្ថភាពទីប្រឹក្សាគរុកោសល្យនិងជាគំរូសម្រាប់ការណែនាំនិងគាំទ្រទៅដល់គ្រូបង្រៀនថ្នាក់ដំបូងក៏ដូចជារួមចំណែកនៅក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សទាំងមូលផងដែរនៅពេលនេះវីដេអូរបស់យើងក៏បានឈានមកដល់ទីបញ្ចប់សូមអរគុណសម្រាប់ការទស្សនា